ដេជោជប់រាំងសីសរារាមហៅវត្តអង្គការអេតកំពុងខ្វះខាតស្នើសុំពុទ្ធបរិស័ទបងប្អូនសប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភតាមសទ្ធាថ្មីនេះមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋចំណុះឲ្យជើងវត្តព្រំវិហារធរដេជោជប់រាំងសីសរារាមហៅវត្តអង្គការអេតជាច្រើនគ្រួសារបានសំណូមពរសុំឲ្យទូរទស្សន៍កែវភ្នែកជួយពំនាំទុកលំបាកនឹងការខ្វះខាតរបស់ព្រះគ្រូចៅអធិការវត្តនិងព្រះសង្ឃដែលគង់ចាំព្រះវស្សាស្នើសុំការជួយឧបត្ថម្ភជ្រោមជ្រែងពីថ្នាក់ដឹកនាំឯកឧត្តមលោកជំទាវលោកស្រីដែលធ្លាប់តែមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាកន្លងមកនោះនៅពេលនេះសូមមេត្តាជួយឧបត្ថម្ភទ្រទ្រង់ដល់វត្តដែលកំពុងមានការខ្វះខាតយ៉ាងខ្លាំងនេះផងវត្តព្រំវិហារធរដែលចូលជប់រាំងសីហៅវត្តអង្គការអេតមានកំណើតឡើងនៅក្នុងសម័យសង្គ្រាមនៅប្រាសាទព្រះវិហារនៅក្នុងឆ្នាំ2008នោះកន្លងមកមានអង្គការមិនមែនរដ្ឋាភិបាលមួយបានយកពលរដ្ឋខ្មែរអ្នកកើតអេតឲ្យមករស់នៅលើទីតាំងដីខាងលើនេះដោយបានចែកដីធ្លីឲ្យពលរដ្ឋអ្នកកើតអេតទាំងនោះរស់នៅផងដែរនេះក្រោយមកនៅឆ្នាំ2009អ្នកកើតអេតក៏បានចាក់ចេញអស់ទៅប្រជាពលរដ្ឋនៅក្នុងឃុំកន្ទួតទាំងអស់បានយកផ្ទៃដីខាងលើនេះបង្កើតជាទីវត្តអារាមសម្រាប់គោរពបូជាដល់ព្រះពុទ្ធសាសនាវិញនៅក្នុងនោះផងដែរព្រះគ្រូរស់សុករាជត្រូវបានប្រជាពលរដ្ឋរស់នៅជុំវិញវត្តជ្រើសតាំងឲ្យឡើងជាព្រះចៅអធិការវត្តគឺនៅឆ្នាំ2016កន្លងមកព្រះអង្គកន្លងមកគឺកសាងសមិទ្ធផលច្រើនខ្ញុំដំបូងគឺកសាងផ្លូវថ្នល់បាទកណាបន្ទាប់មកក៏កសាងទីធ្លាវត្តកណាវត្តហើយនឹងកសាងកុដិប្រសង់បន្ទប់ទឹកកណាបាទហើយនឹងជាសម័យនេះគឺកំពុងតែកសាងសាលាឆាន់កណាដែលមានទៅទៅ27មិនដល់36បាទប្រជាពលរដ្ឋជាច្រើនបានឲ្យដឹងបន្តថាអស់រយៈពេល3ឆ្នាំមកនេះពួកគាត់បានឃើញពីការខិតខំប្រឹងប្រែងរបស់ព្រះគ្រូរស់សុករាជជាព្រះចៅអធិការវត្តបានខិតខំស្វែងរកការគ្រប់គ្រងពីសប្បុរសជនដើម្បីយកបច្ច័យមកកសាងសមិទ្ធផលនៅក្នុងវត្តប៉ុន្តែទោះជាយ៉ាងណាវត្តមួយនេះនៅតែមានការខ្វះខាតដដែលដោយសារកន្លងមកពុំទាន់មានថ្នាក់ដឹកនាំឯកឧត្តមលោកជំទាវលោកស្រីជួយឧបត្ថម្ភជាដុំកំភួននៅឡើយទេប្រជាពលរដ្ឋទាំងអស់ពួកគាត់បានបញ្ជាក់ថាទីវត្តអារាមមួយនេះបង្កើតឡើងដោយក្តីស្រឡាញ់ចង់បានរបស់ប្រជាពលរដ្ឋដែលកន្លងមកមានត្រឹមពលរដ្ឋជួយឧបត្ថម្ភស្ដួចស្ដើងបំផុតត្រឹមតែជាចង្ហាន់បិណ្ឌបាតប៉ុន្តែសម្រាប់បច្ច័យការកសាងសមិទ្ធផលនានានោះនៅមិនទាន់មានថ្នាក់ដឹកនាំឯកឧត្តមលោកអុកញ៉ាលោកជំទាវរូបណាមួយនៅឡើយទេអត់ទាន់បានទេខ្ញុំពហិនក៏នៅដែរណាបងណាពហិក៏មិនទាន់មានគាត់ក៏មិនទាន់មានសំរុំហើយរបងវត្តក៏មិនទាន់មានសំរុំដែរតាមតសាលាឆាន់ក៏មិនទាន់មាននៅឡើយព្រះគ្រូរស់សុករាជព្រះចៅអធិការវត្តព្រំវិហារធរដេជោជប់រាំងសីសរារាមហៅវត្តអង្គការអេតសូមអំពាវនាវសំណូមពរដល់បងប្អូនជនរួមជាតិសប្បុរសជនទាំងអស់ដែលកន្លងមកតែងតែមានទឹកចិត្តនិងសន្តានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាសូមមេត្តាជួយក្រឡេកមើលវត្តដែលកំពុងខ្វះខាតមួយនេះផងដោយហេតុថាវត្តមួយនេះពិតជាកំពុងខ្វះខាតនិងនៅមានសភាពក្រីក្រខ្លាំងណាស់ក្នុងនាមស្មារតីជាវិចារការនិងភិក្ខុសង្ឃអាចារ្យគណៈកម្មការតំណាងឲ្យទាំងអស់ហើយសូមអំពាវនាវដល់រដ្ឋាភិបាលនិងឯកឧត្តមលោកជំទាវលោកអញ្ញានិងបាសកបាសិកាក្នុងប្រទេសក្រៅប្រទេសទាំងអស់និងញោមញាតិពុទ្ធបរិស័ទដែលជាអ្នកកាន់ពុទ្ធសាសនាមានសទ្ធាជ្រះថ្លាក៏សូមអញ្ជើញមកជួយកសាងនៅវត្តថ្មវត្តព្រំវិហារធរដែលចូលជប់រាំងសីសារាមហៅវត្តអង្គការអេតស្ថិតនៅភូមិស្រែមខណ្ឌត្បូងភូមិកន្ទួលស្រុកចំសានខេត្តព្រះវិហារនេះដោយសពថ្ងៃនេះកំពុងតែមានការខ្វះខាតព្រះវិហារក៏មិនទាន់មាននៅឡើយសាលាឆាន់ហ្នឹងក៏កំពុងតែដំណើរការកសាងដោយសាលាឆាន់ចាស់ហ្នឹងគឺកំពុងតែទទ្រោមអញ្ចឹងទេស្មារតីក៏បានកសាងនៅសាលាឆាន់ថ្មីតែមានតែទាំង27មិនដល់36ហើយដោយកសាងអស់រយៈការចំនួន1ឆ្នាំជាងហើយអញ្ចឹងដោយមានការខ្វះខាតនៅថវិកានៅបច្ច័យនិងខ្វះខាតនៅគ្រឿងសំណង់និងរួមទាំងសមិទ្ធផលនៅក្នុងវត្តនេះក៏មិនទាន់កើតមានអញ្ចឹងទេអាត្មាភាពសូមអំពាវនាវដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកញាតិញោមពុទ្ធបរិស័ទក្នុងក្រៅប្រទេសទាំងអស់សូមមេត្តាជួយនិងឧបត្ថម្ភកសាងនៅវត្តព្រំវិហារធរដែលជួយជប់រាំងសីសារារាមហៅវត្តអង្គការអេតស្ថិតនៅភូមិស្អែមត្បូងភូមិកន្ទួលស្រុកចំសានខេត្តព្រះវិហារនេះនៅខាងលិចផ្សារស្អែម3គីឡូ